គេចាត់ទុកយើងប្រៀបដូចជាសាច់ជ្រូកចិញ្ច្រាំនៅលើជ្រុញដែលគេយកយន្តហោះទំនើបមកបាញ់ទម្លាក់លើយើងដោយខមមិនរបស់បងស្រីលើកឡើងអញ្ចឹងគឺយើងត្រូវតែមានស្មារតីភ្ញាក់រលឹកនឹកឃើញនៅការឈឺចាប់ទាំងអស់ដែលគេធ្វើមកលើយើងដើម្បីទុកជាខែលការពារយើងបើសិនជាយើងមិនមានស្មារតីដឹងនៅអតីតកាលនឹងទេយើងនឹងគ្មានការប្រុងប្រយ័ត្នឡើយយើងនៅតែនឹងទិញនៅតែប្រើប្រាស់នៅតែគាំទ្រនៅតែធ្វើអ្វីដែលផ្ដល់ហិរញ្ញវត្ថុដែលគាំទ្រទៅដល់គ្រឿងសត្រាវុធរបស់គេហើយគេយកគ្រឿងសត្រាវុធនោះមកទម្លាក់កំទេចយើងបងប្អូនឃើញជាក់ស្ដែងហើយគេទម្លាក់គ្រាប់បែកនៅចិត្តកន្លែងជំរំភៀសខ្លួនសំបីតែជំរំភៀសខ្លួនជាកន្លែងភៀសសឹកដែលត្រូវបានអង្គការសហប្រជាជាតិអង្គការពិភពលោកនិងច្បាប់យោធាឬច្បាប់សង្គ្រាមហាមមិនឲ្យប្រើអាវុធទៅកន្លែងភៀសសឹកទេប៉ុន្តែគេបែរជាទម្លាក់គ្រាប់នៅក្បែរកន្លែងភៀសសឹកយើងនេះមានន័យថាគេមិនគោរពច្បាប់របស់ពិភពលោកអ្វីឡើយអ្វីដែលគេចង់នោះគឺគេចង់កំទេចយើងគេចង់សម្លាប់យើងផ្ដាច់ពូជតែម្ដងនេះហើយគឺជាហេតុផលដែលយើងត្រូវតែតស៊ូដែលយើងត្រូវតែពុះពៀដែលយើងត្រូវចងចាំនៅអតីតកាលនៃការឈឺចាប់